nuôi về nhóm Hana ủa sao có lần sạch nó ngay ở côn đặc căn Hana đấy nhóm chung Hana nhóm ở côn thực chất đò thông thế như robot lục u và đại con tộc đại bàn to sú tiền dục tiền ngày đầm bay và tế triệt địa lý tiền địa lý tiền bị bạ nhóm miền ở vây tràn đôi lục phù tê nhóm miền trầm ca lực thực chất bẩn tịch bẩn tuổi tamสมรรถភាពរបស់ខ្ញុំជាចុងក្រោយខ្ញុំជំពោឲ្យលោកពូមានសុខសวัสดิភាពនេះជាសំណេរបងប្អូនដែលបានដល់ជាអំណោយមកកាន់ពួកបងនៅគ្រូបុកដែលពួកបងបានទទួលហើយប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ជាងគេនេះគឺសំណេររបស់គាត់ខ្ញុំមានឈ្មោះសិទ្ធដានុលៈដឹងអានឈ្មោះត្រូវនឹងអត់ទេអាយុ9ឆ្នាំអ្នកនរគ្នាអើយឃើញហើយរំភើបមែនទែនគឺថាបងប្អូនល្អមែនទែនក៏អាយុត្រឹមតែ9ឆ្នាំទេហើយគាត់ចេះចេះជួយដឹងពីទុក្ខលំបាករបស់យើងចឹងសូមអានបន្តខ្ញុំសូមឲ្យបងក្រុមទាហានឲ្យមានសុខភាពល្អនិងសុវត្ថិភាពទាំងអស់គ្នាត្រូវការសុវត្ថិភាពរបស់យើងឈ្នះហើយដាក់រូបបេះដូងនេះគេឡើងតបន្តទៀតកងទ័ពហ្នឹងតសស្អាតអរគុណកងទ័ពខ្មែរស្រឡាញ់ខ្មែរចង់បានសន្តិភាពសូមឲ្យពូសុខភាពល្អអរគុណជូនដល់វីរៈកងទ័ពសូមវីរៈកងទ័ពមានសុខភាពល្អសូមឲ្យយកឈ្នះថៃឲ្យបាននិងបានជួបគ្រួសារវិញអរគុណច្រើនមានតែស្លឹកទេនិយាយរួមគាត់ឲ្យម្នាក់មួយប៉ុន្តែអានេះខ្ញុំប្រមូលគ្នាមកខ្ញុំអានតាមម្ដងយកតែមួយអានេះអរគុណទាហានបាទបងសូមឲ្យខ្មែរបានជោគជ័យស្អីវាយសៀមឲ្យងាប់ឲ្យអស់ខ្ញុំឈ្មោះដាវិកានៅសាលាសន្ធោមុខខ្ញុំសូមអរគុណពីដារិកាឈ្មោះប្រុសមែនតើហើយគាត់ខ្វែងទៅចិត្តថៃហើយគាត់ដាក់រូបបេះដូងហើយនឹងទង់ចិត្តរបស់ខ្មែរយើងហើយពួកគាត់ក្មេងៗមែនតើដឹងតែគាត់ថ្នាក់ទីម៉ាននេះប្រហែលជាថ្នាក់ទី4ទី5អីហ្នឹងខ្ទង់ប៉ុណ្្នឹងហើយមួយទៀតឈ្មោះអ៊ុតសុទីគុណខ្ញុំធំឡើងចង់ក្លាយជាគ្រូបង្រៀនអូខេហ្នឹងហើយសង្ឃឹមថាបំណងអូននឹងបានជោគជ័យដោយដែលមាត់អូនបានគិតកងប្រាថ្នាហើយនេះវិញខ្ញុំឈ្មោះនីណាវស្អីគេណាវនិតអូខេបើពូអានឈ្មោះខុសជាស្រ័យផងព្រោះអក្សរពូបាអានមែនតើខ្ញុំបាទជូនលុយ5000វ៉ាវលឺឲ្យប្រទាអូនមានទឹកចិត្តធំធេងមែនតើមិនស្អីគាត់ឌឺឬអីទេបើតែប្រសាទឹកចិត្តគាត់ខ្ញុំសូមឲ្យពូនៅឲ្យបានសុខសប្បាយបានសេចក្តីសុខនិងឈ្នះការងារឲ្យបានជោគជ័យនៅសមរភូមិខ្ញុំនឹងបានធ្វើទាហានជាមួយពូទាំងអស់គ្នាអូអានហើយចង់មានអារម្មណ៍ក្តុកក្តួលអរគុណដល់ពូទាំងអស់គ្នាខ្ញុំស្រឡាញ់ពូណាស់ដាក់ថារូបកូនក្មេងងយផងនឹងនេះដូចជាអស់ហើយតែនេះនៅស្រោមសបុតទូចហ្នឹងគាត់ធ្វើស្រោមសបុតទូចស្អាតមែនទេឥឡូវយើងឆែកមើលតែគាត់ដាក់អីគេបើកមើលលេងអូលុយបែខ្ញុំហាន់ណាអូអសក៏ឡើងស្អាតហ្នឹងហើយអរគុណទៅកាន់ហាន់ណាដែរខ្ញុំឈ្មោះហាន់ណាខ្ញុំអរគុណទឹកចិត្តដ៏ធំធេងរបស់លោកពូវរៈកងទ័ពដែលបានតស៊ូទាំងយប់ទាំងថ្ងៃដើម្បីប្រទេសជាតិពលីទាំងពិបាកខ្ញុំគ្មានអ្វីច្រើនដូចលោកពូទេខ្ញុំមានត្រឹមការលើកទឹកចិត្តបន្តិចបន្តួចតាមសមត្ថភាពរបស់ខ្ញុំជាចុងក្រោយខ្ញុំជូនពរឲ្យលោកពូមាន
មានសុខសวัสดิភាពវ៉ាអរគុណមែនតើអរគុណទៅកាន់ក្មួយអរគុណច្រើនហើយចាំឈ្មោះអត់អស់ទេដោយសារតែក្មួយគឺចូលរួមចំណែកមកកាន់ពូច្រើនមែនតើអានេះពូប្រមូលពីពួកបងទេដើម្បីមកអានដើម្បីអរគុណក្មួយអញ្ចឹងហ្នឹងហើយពូអត់មានអីផ្ដាំផ្ញើទេគ្រាន់តែផ្ដាំផ្ញើចង់ថ្លែងអរគុណដល់ក្មួយក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានអប់រំពួកក្មួយបានល្អហើយចេះជួយចេះស្រឡាញ់ចេះដឹងពីទុកលំបាកហើយពូជូនពរឲ្យក្មួយមានសុខភាពល្អសំណាងល្អដូចគ្នាហើយអ្វីដែលជាពិសេសហ្នឹងគឺឲ្យក្មួយខិតខំប្រឹងប្រែងរៀនសូត្រកាលណាតែយើងខិតខំប្រឹងប្រែងរៀនសូត្ររៀនបានចេះយើងជាតំពាំងស្នរស័យដ៏ល្អកាលណាតែយើងមានតំពាំងស្នរស័យដ៏ល្អគឺប្រទេសជាតិយើងគឺមិនងាយមានសត្រូវណាហ៊ានឈ្លានពាននឹងមើលងាយយើងទេអញ្ចឹងពូបដិញ្ញាថានឹងខិតខំប្រឹងប្រែងយ៉ាងណានឹងការពារហើយនឹងរកសន្តិភាពឲ្យក្មួយហើយនេះគាត់ដូចជាមានបាយក្រៀមចន្ទីអានេះសាច់ផាត់ជាមួយនឹងបាយក្រៀមដែរហើយមាននំកញ្ចប់ទៀតអានេះចេកឆឹងចេកឆាបអានេះនំដូចនំទ្រាំហើយនឹងស្ករគ្រាប់ហើយដូចជាតំណាប់ធញ្ញជាតិទេតំណាប់អីទេតាមមើលសិនហើយមានមីហ្នឹងហើយនេះក៏បាយក្រៀមដែរហ្នឹងហើយពូមានតែប៉ុណ្្នឹងទេអរគុណក្មួយទាំងអស់គ្នាអរគុណច្រើន